តែបងប្អូនមានដឹងអត់ថាស្ពានដែលបងប្អូនកំពុងតែឆ្លងធ្វើដំណើរទៅធ្វើការឬក៏ធ្វើដំណើរជារាល់ថ្ងៃហ្នឹងបងប្អូនមានដឹងអត់ថាវាមានចំណុចពិសេសហើយមានភាពតាក់ទាញកម្រិតណានៅពេលដែលបងប្អូនមិនទាន់បានចូលទៅលេងឬក៏យើងទៅឃើញពីទិដ្ឋភាពជាក់ស្ដែងនេះគឺជាស្ពានកំពង់ទួលដែលយើងហៅកាត់ថាស្ពានកំពង់ទួលឬក៏នៅខ្លះគេហៅថាទំនប់7មករាអញ្ចឹងទៅដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ3ហើយថ្ងៃនេះដែរគឺខ្ញុំបានទៅផ្តិតវីដេអូនិងរូបភាពជាច្រើននៅកន្លែងនេះតែម្ដងដោយសារតែខ្ញុំឃើញទឹកស្រកខ្ញុំក៏មានឱកាសក្នុងការទៅថតឬក៏ចុះទៅដល់ក្រោមអ្នកនរគ្នាហើយបើតាមខ្ញុំដឹងប្រវត្តិខ្លះៗស្ពាននេះអាចនឹងសាងសង់នៅក្នុងចន្លោះឆ្នាំ1980គត់ទៅដល់1990គត់ក្រោយសង្គ្រាមហើយគឺបានការជួសជុលឡើងវិញនៅក្នុងឆ្នាំ2000ដល់2010ដោយក្រសួងធនធានទឹកនិងអង្គការអភិវឌ្ឍន៍អ្នកនរគ្នាហើយបើសិនជាគ្នាយើងដឹងពីព័ត៌មានលម្អិតច្បាស់ការអ្នកនរគ្នាអាចជួយ comment ឬក៏អាចឆាតមក page ខ្ញុំផ្ទាល់ដើម្បីខ្ញុំធ្វើការកែតម្រូវឬក៏កែចំណុចខ្វះខាតរបស់ខ្ញុំហ្នឹងហើយឥឡូវយើងក៏លេចទៅមើលទស្សនវិជ្ជាជាក់ស្ដែងតែម្ដងអ្នកនរគ្នាគឺថានៅពេលដែលខ្ញុំចូលទៅខ្ញុំមានអារម្មណ៍ថាប្លែកអ្នកនរគ្នាយើងធ្លាប់តែជិះកាត់ឬក៏អ្នកនរគ្នាឈរមើលពីខាងក្រោយឬក៏ខាងលើគឺថាវាក៏ជាទំនប់មួយឬក៏ជាថ្មមួយគ្រាន់តែជាទឹកធ្លាក់ធម្មតាតាមរដូវកាលតែប៉ុណ្ណោះតែអ្វីដែលសំខាន់អ្វីដែលពិសេសដែលអ្នកទាំងអស់គ្នាមិនទាន់បានដឹងអំពីស្ពានកំពង់ទួលឬក៏ទំនប់ឬក៏គេថាអាងទឹកមួយនេះគឺវាមានភាពពិសេសខ្លាំងមែនទែនគឺវាបម្រើទាំងសេវាកម្មទឹកចំពោះផ្នែកកសិកម្មនិងបម្រើទាំងក្តីសុខយើងផងដែរភាគច្រើននៅពេលទំនេរបងប្អូនយើងក៏តែងតែមកអង្គុយញ៉ាំអីនៅមាត់ទឹកមាត់អីចឹងទៅតើអ្នកទាំងអស់គ្នាគិតបែបណាឬក៏មានចំណាប់អារម្មណ៍បែបណាចំពោះវីដេអូមួយនេះកុំភ្លេចជួយ comment ក្រោមវីដេអូខ្ញុំម្នាក់មួយផងបញ្ជាក់ពីចំណាប់អារម្មណ៍អ្នកទាំងអស់គ្នាហើយតើអ្នកទាំងអស់គ្នាធ្លាប់មានអតីតកាលធ្លាប់មានអនុស្សាវរីយ៍ជាមួយនឹងកន្លែងនេះអត់តូចឬក៏ឥឡូវនឹងអ្នកគ្នាកុំភ្លេចជួយ comment ក្រោមវីដេអូខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំបានដឹងថាអ្នកទាំងអស់គ្នាក៏ធ្លាប់មានអតីតកាលអនុស្សាវរីយ៍ជាមួយនឹងទំនប់នេះដូចជាខ្ញុំកាលពីនៅតូចដែរអរគុណច្រើនអ្នកនរគ្នា